បាទរបបអាហារដំបូងទៅលើកុមារបាទអរុនសួស្ដីម៉ាក់ម៉ាក់ប៉ាប៉ាបាទថ្ងៃនេះចង់លើកយកពីរបបអាហារដំបូងទៅលើកុមារថាតើយើងចាប់ផ្ដើមរបៀបណានៅពេលដែលកូនរបស់យើងចាប់ផ្ដើមញ៉ាំអាហារដំបូងណាគេហៅថា start អាហារដំបូងបាទម៉ាក់ម៉ាក់ប៉ាប៉ាត្រូវដឹងថាការផ្ដល់អាហារដំបូងទៅលើកុមារគឺសំខាន់ណាស់បាទគឺយើងត្រូវចាប់ផ្ដើមពីអាហារមួយមុខម្ដងណាដោយអង្កេតតាមដានមើលអាហារណាដែលព្រឹត្តិកម្មតបឬក៏គេហៅថាអាឡែស៊ីទៅលើកូនរបស់យើងកាលណាយើងហូបអាហារយើងឲ្យគាត់ហូបអាហារដែលម្ដងមួយមុខនេះគឺសំខាន់សម្រាប់សុខភាពរបស់គាត់ដែលយើងត្រូវតាមដានសញ្ញាអាឡែស៊ីដូចជាសញ្ញាក្អកសញ្ញារាគសញ្ញាហត់ក្អកហត់ឬក៏អាសាហៀសម្បោរណាអាសាក្តៀនអីជាដើមនឹងមានសញ្ញាកន្ទួលណាកន្ទួលរមាស់លើស្បែកជាដើមដែលយើងត្រូវអង្កេតមើលបាទហើយអាហារដំបូងផងដែរហ្នឹងគឺយើងត្រូវប្រកាសថាអាហារនោះទុនសម្រាប់គាត់ណាគឺអញ្ចឹងបងប្អូនពុកម៉ែដែលមានកូនតូចត្រូវតែអនុវត្តរបបអាហារដោយម្ដងទៀតគេហៅថាមួយមុខម្ដងរហូតដល់ពួកគាត់ចេះញ៉ាំហើយយើងប្រកាសថាអាហារនោះគឺសុវត្ថិភាពសម្រាប់ពួក